ដំបូងយើងត្រូវចូលទៅក្នុងJournal ហើយបន្ទាប់មកទៀតយើងត្រូវselectមើលខែដោយសារខ្ញុំបានបញ្ចូលនៅក្នុងខែ4អញ្ចឹងខ្ញុំត្រូវជ្រើសរើសនៅក្នុង Journal ខែ4អញ្ចឹងខ្ញុំ select យកខែ4ហើយបន្ទាប់មកទៀតយើងចូល Journal អញ្ចឹងយើងចូលទៅក្នុងតនន័យមួយយើង select យកមួយមកហើយបន្ទាប់មកទៀតយើង select ចុះទៅខាងក្រោមនេះឃើញប្រអប់មួយអញ្ចឹងយើង select ចូលនៅក្នុងប្រអប់ហ្នឹងដើម្បីបញ្ចូលឯកសារចូលក្នុងនោះអញ្ចឹងយើងបានទុកឯកសារដែលយើងបាន scan ទុកម្ដងហើយបន្ទាប់មកទៀតយើងនឹង select ពីឯកសារដែលយើងត្រូវដាក់ចូលពេលយើង select ហើយយើងsave វាទុកចឹងយើង save វារួចហើយចឹងយើងចង់ដឹងថាតើយើងបានបញ្ចូលទិន្នន័យនៅក្នុង journal មួយហ្នឹងហើយទៅណាចឹងយើងអាចចូលឆែកមើលឃើញចឹងមានហើយ